ស្ដីបងអូនមកញ៉ាំត្រេនជាមួយខ្ញុំនេះញ៉ាំត្រេនទេបងអូនត្រេនលក្ខណៈថាដូចយ៉ាងស្ទើទុំប៉ុន្តែម្ចាស់វាឃ្លានហើយត្រូវតែបកញ៉ាំហើយបងអូនបងប្អូនណាខ្លះដូចខ្ញុំអញ្ចឹងតែមានត្រេននៅផ្ទះគឺថាចេញហិតចូលហិតរួចទៅធំវាយ៉ាងធំក្អប់តិចក៏បកទៅក៏ចេញអញ្ចឹងណាក៏អីអាចញ៉ាំបានបងអូនឃើញអញ្ចឹងតែឆ្ងាញ់ណាក្របទៅតូចក្របទៅស្វិតចាតែអូឆ្ងាញ់ណាត្រេនគេកាត់ពីចកាថ្មីតែកាត់ពីចកាខ្លួនឯងប៉ុន្តែទុកពី2ថ្ងៃនេះបានទុំប៉ុណ្ណឹងណាធម្មជាតិពិតអត់ហ៊ានទិញត្រេនគេដាក់លក់អីបងអូនអើយតើត្រេនស្គាល់ប្រវត្តិច្បាស់លាស់តើទិញដល់កន្លែងមិនហ៊ានញ៉ាំឡើយត្រេនណាខ្លាចញ៉ាំទៅឈឺពោះត្រេនអត់ស្គាល់កន្លែងញ៉ាំទៅឈឺពោះអត់ត្រេនធម្មជាតិហ្មងដឹងប្រវត្តិច្បាស់លាស់យើងទៅកាត់ខ្លួនឯងអីខ្លួនឯងគឺអត់អីទេបងអូនញ៉ាំបានក៏អត់ចេះឈឺពោះដែរឆ្ងាញ់ជាតិស្លាប់ញ៉ាំទៅតន់អាចញ៉ាំបានចាំពេទ្យហាមថាញ៉ាំត្រេនលេងបានហើយចាំញាក់ចាំឈប់ឆ្ងាញ់បងអូនហ្នឹងនេះជាតិស្លាប់ពូអ្នកបកត្រេនហ្នឹងបកគឺថាកាប់បែងតតបែកអស់ហ្នឹងមិនបានត្រេនចេញញ៉ាំនេះអូយមួយសាច់គេអូយល្អហ្មងអរគុណមកបងវីដេអូញ៉ាំត្រេនមានតែប៉ុណ្ណឹងទេ